ครับจุ่มเรียนสูบโอนนี่บนคุกโรยไงเดี๋ยวบอกบองโอนไงคุกเตี้ยไปปรึกเป็นลึงนิดนะท่าในการจุ่มบองโอนเป็นลึงนิดให้ก็เตรียมสำหรับมาโฮปไปปรึกนี่ปัดจงเท้าโอเคบองโอนให้ก็มีรอมสบายตัวเป็นลึงนิดสำหรับไงบอลคุบโรยไงในยูเอสเอบองโอนนี่บองอันนี้ใส่กี่บองอันนี้ใส่กี่โอ้เราม้อนเนี่ยนะกระโจนเท่านี้อะไรนะกระโจนเท่านี้โอ้ยเมื่อตั้งแต่น้องบอกช่วยเนี่ยโอเคบองนั่งนั่งคนยำมันปลุกนี่สนาได้กอดสนาได้กอดอ่ะเธอคนตายช่วยบองคนช่วยช่วยเอาแล้วนี่ทางในจงเคยhàng khăn áo xôm chơi chùa rùm cầm mơ bóng ôn để con nơi khúc hàng khăn đó sorry sao ta bóng ôn chung cái gì đấy nó sập ở cái bóng ôn ai đi đấy ai đi đấy yeah con chuyện bóng frame cho cái hả bóng con nắng nó phổi và không chạy gì đi quạt chìa chef kìa sầm rạp bon rồi ngày ai bỏ rệp xua tích bỏ sầm xua tích ba đấy từ YouTube giờ ngày nay chuyện ngày đấy được không ngày nào má ngày nay ngày sốt lấy cam thi cái được không cam thi bon rồi ngày mai đại mấy chân bông ôn nơi sọc Amerik chân nó bói ngày chân bông và bông nhom xôm từ phía tới đưa sai nhom cho YouTube nhom cho YouTube mau bị ngay bông nọt cái này na bông để xua hay bông mang anh đi thuê đây bông mau chui phơ mà hô chắp nó chọc bòn dài rồi ngày chân người scam phiền đấy thì scam phiền rồi bong ôn dương luôn xã rồi làm rách để có tụi người boy nói chết đấy cái nói ngay rồi bong pramiti người đi tới hay mẹ rom mấy đấy bong mẹ rom chuột nhiệt vật sbai đi tia chân từ chơi bong rồi chơi á rồi nhau ở đây là thằng thi à để xua năng ba chỉ biết xua pin chầm ngay pin ẩm rách từ cam thi mà cam thi cái điều mà ngày nay cam thi bon dây bọc nhom sai rồi ngày hay nhom ban màu thơm ăn chuối đi ban là màu nhám nữa ngày bàn tay màu bạc này cho nên là bây giờ xong đấy cứ tận loạt thà về miền cái chẳng dương mà chui kia mình tới mình tôi tới đam mây thà sọc này tới vì sưu nè chả tè phong ai phong chẳng từ
ស្អែកមកគឺស្រោបគ្នាហើយគឺច្រើនហើយមិនច្រើន អញ្ចឹងសំសួរបងកាត់តិចថាវាជាទូទៅទម្លាប់ទូទៅខ្មែរយើងឬតាមផ្ទះទេបង គឺទម្លាប់ឯនៅស្រុកនេះគឺទម្លាប់ចឹងនៅអាមេរិកហ្នឹងប៉ុន្តែទម្លាប់ស្រុកខ្មែរខ្ញុំដឹងដែរប៉ុន្តែទម្លាប់នៅនេះឲ្យតែមានបនមាននិទានចឹងគឺជួនកាលគេជួយមហុកគ្នាម្នាក់មុខមកជួនកាលគេត្រូវជួយឯគេថាចាស់ផ្ទះសម័យខ្លួនហ្នឹងទិញមកយើងជួយធ្វើមហុកជួយចឹងទៅប៉ុន្តែដល់កន្លែងខ្លះគេត្រូវថាគេជួយធ្វើមហុកថាអ្នកណាចង់បានធ្វើមហុកអីយកមកចឹងទៅ បាទបង អញ្ចឹងដាក់ផ្ទះហ្នឹងក៏ធូរដែរតាមនឹងដែរ អានេះវាជាទំនៀមទម្លាប់យើងនៅស្រុកនេះបងណាព្រោះយើងងាយបានជួបគ្នាដែរមែនទេ ត្រូវហើយពួកស្រុកនេះយើងជួបគ្នាបងប្អូនអ្នកស្គាល់គ្នាតែពេលអញ្ចឹងហើយហើយនឹងពេលប្រជុំបិណ្ឌពេលចូលឆ្នាំអញ្ចឹងទៅមានកម្មវិធីអីតាមវត្តឬបនទានអ្នកស្គាល់នេះអញ្ចឹងទៅបានទៅជួបគ្នាអញ្ចឹងទៅបានកើតពេលហ្នឹងទេអត់បានដល់ជួបគ្នាទេអ្នកធ្វើការទាំងអស់គ្នាបាទហ្នឹង អរគុណបងឥឡូវសូមជួបអ៊ំតិចអ៊ំរៀបសួរហើយការពិតខ្ញុំចង់ដឹងថានៅស្រុកនេះវិធីបនទានសម្រាប់100ថ្ងៃឬក៏បនខួបឬក៏អីគេហៅថាបនខួបអីអ៊ំការជួបជុំគ្នានៅស្រុកនេះមិនដែរអ៊ំទេដែរ ការជួបជុំគ្នានៅស្រុកនេះគឺថាដូចជាយើងរាប់អានគ្នាយើងត្រូវតែជួយគ្នាធ្វើអ្វីជួយគ្នាដើម្បីឲ្យដូចថាមានជួបឆ្នាំអីក៏យើងត្រូវតែជួយគ្នាដែលយើងបានរាប់អានគ្នាមកហើយបាទអញ្ចឹងគេអត់មានប្រកាន់អីណាអ៊ំណោះស្រុកនេះសំខាន់ឲ្យតែយើងខ្មែរគ្នាឯងយើងចេះជួយគ្នាអ៊ំណា ឲ្យតែគេប្រាប់យើងថាเราធ្វើចេះដូចនេះយើងមក បាទអរគុណអ៊ំគឺអ៊ំស្រីវិញជម្រាបសួរអ៊ំស្រី អូយជម្រាបសួរ បាទនៅក្នុង channel YouTube ខ្ញុំអ៊ំអត់អីទេអ៊ំព្រោះថាខ្ញុំចង់ដឹងថាការរស់នៅរបៀបរបបពេលដែលបនទានអីចឹងណាដែលអ៊ំមកពីណាវិញហើយអីណាវិញហើយ ខ្ញុំនៅចិត្តនេះដែរណាបើកឡាន4ម៉ោង ប៉ុន្តែពេលដែល ពីឡូ Boston ពេលដែលពីឡូ Boston ឆ្ងាយដែរតា ចា9ម៉ោង 9ម៉ោងអ៊ំគាត់អញ្ជើញមកឆ្ងាយដែរ9ម៉ោងប៉ុន្តែអ៊ំនៅតែអត់ចោលណាអ៊ំណារបៀបរបបចោលអត់បានត្រូវជាម្ដាយមីខ្ញុំចា ចឹងអ៊ំនៅស្រុកនេះប្រហែលឆ្នាំហើយអ៊ំ គិតមើលតាំងពីឆ្នាំ80ដល់ឥឡូវប្រហែលហើយ 45ដឹងដែរហើយចាស់ជិត50ឆ្នាំ ចឹងយើងនៅតែអត់ចោលអ៊ំណាអត់ចោលទេចា ទំនៀមទម្លាប់ប្រពៃណីកាន់បនកាន់ទៀនហើយអានេះខួប100ថ្ងៃមែនទេហ្នឹងហើយស្អែកលោកមុនមកហីបងមុនស្អែកលោកឆាន់ហើយរួចពិធីបនថ្ងៃទឹកខ្ញុំទៅវិញអញ្ចឹងបងអ៊ំមានពាក្យអីផ្ដាំផ្ញើទៅបងប្អូននៅស្រុកខ្មែរថាកម្មវិធីយើងទោះបីតែយើងមកដល់ស្រុកនេះពិតមែនប៉ុន្តែយើងអាចចោលទំនៀមទម្លាប់ដូនតាយើងអត់ចោលទេទំនៀមទម្លាប់ចោលទេខ្ញុំដឹងក្តីនៅស្រុកខ្មែរវេទនានៅស្រុកខ្មែរបាទប៉ុន្តែនៅតែមិនចោលអ៊ំណាទោះបីតែអ៊ំរស់នៅស្រុកគេស៊ីវិល័យមិនក៏នៅតែខ្មែរនៅតែអត់ចោលទំនៀមទម្លាប់អ៊ំណាចុងក្រោយមានពាក្យពេចន៍អីជូនពរទៅបងប្អូនយើងនៅស្រុកខ្មែរនៅប្រទេសស្រុកកំណើតយើងបងសូមឲ្យអ្នកទាំងអស់គ្នាបានសុខសប្បាយទាំងអស់គ្នាអាយុវែងប៉ុណ្ណឹងណាអ៊ំណាចាអូខេបងឥឡូវជើងបងឲ្យមានពាក្យអីជូនពរបងប្អូនយើងនៅស្រុកយើងចៃស្រស់មានតែប៉ុណ្្នឹងជេរចាប់សូមពាក្យជូនពរតិចបងអើយឥឡូវហ្នឹងស្រុកយើងកំពុងតែជួបសង្គ្រាមអីចឹងឥឡូវវាបានសន្តិភាពហើយបងឲ្យមានពាក្យពេចន៍អីជូនពរបងប្អូនកងទ័ពយើងជាពិសេសជាពលរដ្ឋយើងណាបងចាសូមឲ្យប្រទេសជួបសុខសប្បាយទាំងអស់គ្នាសាធុអត់ខ្ញុំអត់ចេះស្អីចឹងបងមិនតិចទេណាបងណាតិចហើយមានអីពាក្យអីជូនពរឲ្យបងប្អូនកងទ័ពយើងជាដូចជាខ្មែរយើងពេលឥឡូវវាបានសន្តិភាពប៉ុន្តែបងមានពាក្យអីចង់ជូនពរប្រជាពលរដ្ឋខ
បងប្អូនខ្មែរយើងដែលរស់នៅស្រុកខ្មែរ ចង់ជូនពរបងប្អូនកងទ័ពហើយពូមានសុខសប្បាយទាំងអស់គ្នាអាយុយូររស់ស៊ីមានបានកុំឲ្យមានសង្គ្រាមតទៅមុខទៀតឲ្យសន្តិភាពរហូតតរៀងទៅ អញ្ចឹងហើយបងណាថ្ងៃយើងអត់ចង់បានទេស្រុកយើងតូចហើយយើងបានសន្តិភាពហ្មងណាយើងអត់ចង់មានតែប៉ុណ្ណឹងឯងបងហើយអរគុណណាបងណាអរគុណគ្រប់គ្នាអរគុណបង